ជំងឺកាមរោគប្រមេះទឹកបាយស្វាយក្រាប់ឡើងកទួលឡើងប៉ងបែកបងបើសិនជាមានបញ្ហាជំងឺហ្នឹងបញ្ញាប់នឹងការព្យាបាលកុំឲ្យទុកកាន់តែយូរកាន់ពិបាកនឹងការព្យាបាលមានអារម្មណ៍ថាឈឺឬខកប្រក្រតីនៅតំបន់ពិសេសជាសញ្ញាមួយដែលពុកម៉ែបងប្អូនមិនគួរមើលរំលងជាពិសេសសម្រាប់បងដែលគាត់មានបញ្ហាធ្វើទុកដល់តម្រងនោមញឹកនោមមកឈួនមកក្តៅអាសាលេងចកេះឈឺចកេះឬក៏បងមានបញ្ហានោមមកមានខ្ទុះមានឈាមបងបញ្ហានៃជំងឺហ្នឹងពាក់ព័ន្ធជាមួយបញ្ហាជំងឺកាមរោគប្រមេះទឹកបាយហើយសម្រាប់បញ្ហាជំងឺស្វាយក្រាប់មេរោគក្នុងឈាមរោគសញ្ញាបងធ្វើទុកឡើងកទួលឡើងពងបែកនៅបរិវេណប្រភេទរបស់យើងហ្នឹងបងខ្លះឡើងតបៅឬក៏មានបញ្ហាប្រេះចុងលឹងបញ្ហាផ្សិតឬក៏សិចមាន់បងបញ្ហាជំងឺនេះយើងអាចមើលរំលងបានទេបងទុកកាន់តែយូរកាន់តែពិបាកក្នុងការព្យាបាលចាអញ្ចឹងបងបើសិនជាបងមានបញ្ហាបែបហ្នឹងមកប្រើជាមួយថ្នាំខាងប្អូនបានថ្នាំនេះហូបបានទាំងបុរសនិងស្ត្រីហើយសម្រាប់បងស្ត្រីដែលគាត់មានបញ្ហាធ្លាក់សលមាស់ទ្វារមាសធ្វើទុកដៃស្បូនធ្វើទុកតម្រងនោមញឹកនោមក្តៅបងមានបញ្ហាស្ងួតក្តៅនៅតំបន់ពិសេសចាបងឆ្លងនៅជំងឺនឹងហើយបងកុំទុកយូរបងមកប្រើជាមួយថ្នាំខាងប្អូនបានព្រោះថ្នាំនេះផ្សំដោយលោកតារស់ស្រនគាត់មានបទពិសោធន៍នៃការផ្សំគាត់ច្បាស់ទៅលើថ្នាំ40ឆ្នាំជាងហើយថ្នាំរបស់គាត់បងណាទុកចិត្តនឹងការប្រើប្រាស់បានហូបចាប់ពី3ថ្ងៃទៅ5ថ្ងៃបងនឹងធូរទាំងអស់ហើយចំពោះថ្នាំខ្មែរចាអត់តែអ្នកចេះផ្សំពិតប្រាកដមានរូបមន្តត្រឹមត្រូវពុកម៉ែបងប្អូនប្រើមិនខុសជំងឺកាមរោគប្រមេះទឹកបាយស្វាយក្រាប់ឡើងកទួលឡើងប៉ងបែកបងបើសិនជាមានបញ្ហាជំងឺហ្នឹងបញ្ញាប់នឹងការព្យាបាលកុំឲ្យទុកកាន់តែយូរកាន់ពិបាកនឹងការព្យាបាល